ថ្ងៃនេះសូមបន្តលំហាត់គណិតវិទ្យាយើងថ្នាក់ទី11ក្នុងមេរៀនទី3ស្វេធរណីមាត្រសូមលើកយកលំហាត់ទី6និងលំហាត់ទី7ដែលលំហាត់ទី6របស់យើងគេឲ្យកំណត់គេឲ្យ4ចំនួនជាស្វេធរណីមាត្រគណនាតួទី2និងតួទី3បើគេដឹងថាតួទី1ស្មើ6ហើយនិងតួទី4ស្មើ162ចឹងនៅក្នុងលំហាត់ទី6គេឲ្យរកតួទី2និងតួទី3ហើយយើងស្គាល់តួទី1និងស្គាល់តួទី4លំហាត់ទី7កំណត់ចំនួនតួនៃស្វេធរណីមាត្រខាងក្រោមមានកហើយនិងខអញ្ចឹងទាំងពីរលំហាត់នេះសូមទៅចម្លើយតែម្ដងលំហាត់ទី6គណនាតួទី2និងតួទី3អញ្ចឹងសមត្ថកម្មរបស់យើងមានតួទី1ស្មើនឹង6និងតួទី4ស្មើ162កាលណាគេនិយាយអំពីស្វេធរណីមាត្រយើងត្រូវស្គាល់រ៉េសុងឬក៏ផលធៀបរួមតែយើងតាមរក Q អញ្ចឹងយើងមានថាយើងត្រូវរក Q ឲ្យឃើញសិនដែលយើងអនុវត្តតាមរូបមន្តតួទី n ឬក៏តួទូទៅនៃស្វេធរណីមាត្ររបស់យើងគឺ an ស្មើនឹង a1 គុណនឹង q ស្វ័យគុណ n ដក1ដោយយើងយក an ស្មើនឹង a4 ហើយ a1 របស់យើងគឺស្មើនឹង6អញ្ចឹងយើងបាន a4 ស្មើនឹង a1 គុណនឹង q ស្វ័យគុណ4ដក1យើងជំនួស a4 ដោយ162និង a1 ដោយ6បន្ទាប់មកយើងទាញរក q ស្វ័យគុណ3គឺយើងយក166ចែកនឹង6យើងបាន27និងចុងក្រោយទាញរក q បំពាក់ឫសទី3នៃ27យើងបាន q ស្មើនឹង3បន្ទាប់ពីយើងរក q ឃើញហើយយើងអាចកំណត់តួទី2និងតួទី3តាមរូបមន្តតួទី2ស្មើនឹងតួទី1គុណនឹង q ជំនួសតួទី1ដោយលេខ6 q ដោយ3យើងបានតួទី2ស្មើ18និងតួទី3ស្មើនឹងតួទី2គុណនឹង q 18គុណនឹង3ស្មើ54ដូចនេះយើងបានតួទី2ស្មើ18និងតួទី3ស្មើ54លំហាត់លេខ7គឺគេឲ្យកំណត់ចំនួនតួនៃស្វេធរណីមាត្រមានន័យថាគេឲ្យរក n នៅក្នុងនោះគេឲ្យតួទី1ស្មើនឹង1តួទី2ស្មើនឹង2និងតួទី n របស់យើងឃើញ8192អញ្ចឹងគេសួរថាតើ8192នឹងជាតួទីប៉ុន្មានអញ្ចឹងគេឲ្យកំណត់ចំនួនតួនឹងឯងដើម្បីកំណត់ចំនួនតួនៃស្វេធរណីមាត្របានអ្វីដែលយើងត្រូវស្គាល់រ៉េសុងស្គាល់តួទី1ស្គាល់រ៉េសុងហើយនិងតួទី n ដែលមានតម្លៃស្មើនឹង8192អញ្ចឹងយើងមានអីខ្លះយើងមាន a1 ស្មើនឹង1 a2 ស្មើនឹង2នៅពេលដែលយើងស្គាល់ a1 និង a2 យើងអាចកំណត់ q បានដោយអនុវត្តតាមរូបមន្ត a2 លើ a1 2លើ1ស្មើនឹង2ហើយនឹង an របស់យើងគឺ8192តាមរូបមន្តតួទី n នៃស្វេធរណីមាត្រគឺ an ស្មើនឹង a1 គុណនឹង q ស្វ័យគុណ n ដក1យើងជំនួស an របស់យើងដោយ8192និង a1 របស់យើងដោយ1ហើយ q របស់យើង2យើងបាន8192ស្មើនឹង1គុណនឹង2ស្វ័យគុណ n ដក1បន្ទាប់មកយើងយក8192នឹងចែកនឹង2ចែកនឹង2រហូតអត់ឃើញចម្លើយចុងក្រោយស្មើនឹង1ចឹងយើងបាន2ចំនួន13ដងមានថា2គុណនឹង2គុណនឹង2ចំនួន13ដងចឹងបាន2ស្វ័យគុណ13បន្ទាប់ពីបានអង្គទី1និងអង្គទី2មានលេខ2ដូចគ្នាយើងលុបលេខ2ចោលយើងបាន13ស្មើនឹង n ដក1ចឹងទាញរក n ស្មើនឹង14ដែលមានន័យថាស្វេតរបស់យើងគឺមានទាំងអស់ចំនួន14តួយើងអាចឆ្លើយថាស្វេតនេះមានចំនួន14តួហើយលំហាត់ខក៏ដូចជាលំហាត់កដែរគឺយើងមានតួទី1មានតួទី2នៅពេលដែលយើងមានតួ2តួជាប់គ្នាយើងអាចរក Q បានហើយយើងថា A1 ស្មើនឹង20និង A2 ស្មើនឹង10ហើយ AN របស់យើងគឺ5លើ256ហើយ Q ស្មើនឹង A2 លើ A1 អញ្ចឹង10លើ20ស្មើនឹង1លើ2បន្ទាប់ពីយើងបាន Q ហើយនិង AN ហើយយើងអនុវត្តតាមប្រព័ន្ធតួទី n AN ស្មើនឹង A1 គុណនឹង Q ស្វ័យគុណ n ដក1ជំនួស AN ដោយ5លើ256និង A1 ដោយ20ហើយ Q របស់យើង1លើ2ស្វ័យគុណ n ដក1បន្ទាប់មកយើងធ្វើការគណនាកន្សោមនេះដោយយើងអាចយក256គុណនឹង20ឬក៏យើងអាចយក20សម្រួលជាមួយនឹង5បើយើងយក20សម្រួលនឹង5យើងបាន4នេះយើងអាចរុញមកក្រោមឬក៏យើងអាចសរសេរជាទម្រង់2ស្វ័យគុណ2
នៅបើយើងចង់សេតម្រង់2ស្វ័យគុណ2ក៏បានយើងយក4គុណជាមួយនឹង256ក៏បាននៅនេះលោកគ្រូទៅសេ2ស្វ័យគុណ2បន្ទាប់មកយើងចម្រាស់2ស្មើនឹង1លើ2ស្វ័យគុណដក2 4នេះស្មើនឹង2ស្វ័យគុណ4ស្មើនឹង2ស្វ័យគុណ2យើងចម្រាស់នៃ2ស្វ័យគុណ2ស្មើ1លើ2ស្វ័យគុណដក2បន្ទាប់មកដល់កន្លែងនេះយើងអាចលុបគោលចោលដោយសរសេរទម្រង់8ស្មើនឹងដក2បូក n ដក1ឬក៏យើងអាចទូទាត់ស្វ័យគុណនៅអង្គទី2ឲ្យហើយក៏បានដែរអញ្ចឹងយើងបាន8ស្មើដក2បូក n ដក1ដក1ដក2យើងបានដក3ដក3របស់អង្គទី1ចេញបូក3 8បូក3ស្មើនឹង11ដែលមានន័យថាចំនួនតួនៃសៀវធរណីមាត្រដែលគេឲ្យនោះគឺមានចំនួន11តួចឹងនៅក្នុងវីដេអូរបស់យើងគឺមានប៉ុណ្ណឹងគឺមានការពីរបៀបហ្នឹងទី1កំណត់ចំនួនតួនិងទី2កំណត់តម្លៃនៃតួសូមអរគុណ